ខ្លួនឯងជាបងប្រុសលើកដៅសម្រាប់អូនរហូតដល់2នាក់ហើយបាននិយាយថាគឺជាការបញ្ជារបស់ពូចង់ដឹងថារឿងក្តីនេះទៅជាយ៉ាងណាតាមមកស្ដាប់ជាមួយខ្ញុំ Last Voice ទាំងអស់គ្នាសួស្តីអ្នកគ្រប់ត្រូល Last Voice អ្នកទាំងអស់គ្នាប្រកាសជាមិនអាចស្ដាប់សំឡេងឮនៅក្នុងរឿងក្តីមួយភាគនេះបានទេដោយសារតែ TikTok បានបិទសំឡេងបាត់ទៅហើយអ្នកគ្នាអាចស្ដាប់ឬក៏ទៅឮនៅសំឡេងរឿងក្តីមួយនេះនៅក្នុង YouTube មួយដែលមានឈ្មោះថា Last Voice សំឡេងចុងក្រោយដូចគ្នានៅក្នុង YouTube ដូច្នេះខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណយើងទៅស្ដាប់រឿងក្តីរបស់យើងខាងលើបន្តទៀតដូចជារដងខ្ញុំតែប្រាប់អ្នកនរគ្នាអញ្ចឹងអ្នកដែលមានអាយុក្រោម18ឆ្នាំឬជំងឺមិនសូវជារឹងមាំស្ដាប់រឿងក្តីដែលចម្លែកចម្លែកឬក៏ខុសខើណាសូមកុំទស្សនាឬក៏កុំស្ដាប់វីដេអូមួយនេះកុំឲ្យពេលវេលាយើងយូរតោះទៅចូលទៅកាន់ផ្នែកទី1នោះគឺបរិយាកាសវីដេអូនៅក្នុងរូបភាពទី1នេះគឺជាប្អូនប្រុសដែលមានអាយុប្រហែលជាមិនក្រោម10ឆ្នាំទេអ្នកនរគ្នាគឺគ្នាទូយកតែខ្លាំងតែមែនតើបានកាប់ដៃកាប់ជើងគ្នាដាច់អស់ឡើង2 3កណាត់អ្នកនរគ្នាសំខាន់ដៃខាងឆ្វេងគឺស្រោបដោយថង់អ្នកនរគ្នាឡើងដឹងថាកើតអីទេពេលហ្នឹងបើសិនជាពោះហ្នឹងគឺដាច់ខ្ទេចខ្ទីសោតតែខ្លាញ់ហើយសំបីតែបេះដូងថ្លើមប្រមាត់អីហ្នឹងតម្រង់នោមកលៀនលំពេងហ្នឹងអ្នកនរគ្នាគឺចេញមកក្រាស់អស់ទៅហើយដោយសារឃើញតែសាច់មកប្តីកាប់ចិញ្ច្រាំប្រហែលជា300-400កំបិតសំប្លឹះហ្នឹងអ្នកនរគ្នាប៉ុន្តែវាមែនតែដាច់អស់លលេងអ្នកនរគ្នានិយាយតែពីឆ្អឹងចនីដែលនៅចិត្តបេះដូងរបស់យើងនេះគឺកាត់ឡើងផ្ដាច់តែម្ដងឆ្អឹងរបស់យើងហ្នឹងអ្នកនរគ្នាអាហ្នឹងនិយាយទៅដងខ្លួនតែនិយាយទៅកាន់មុខវិញមុខគឺដាច់អស់មួយកណាត់បាត់ទៅហើយអ្នកនរគ្នាដាច់អស់មួយកណាត់ក្បាលដាច់អស់មួយកណាត់ហើយមុខមាត់ឯងមើលលេងយល់មើលលេងដឹងថានរណាគេបាត់ទៅហើយប៉ុន្តែយើងអាចមើលដឹងបានដោយសារតែមានលឹងនៅខាងក្រោមនេះយើងអាចដឹងថាក្មេងប្រុសចេញយើងអាចសន្មតបានថាម្នាក់នេះគឺជាក្មេងប្រុសហ្នឹងឯងអ្នកនរគ្នាសំបីតែអាវខោហ្នឹងគឺដាច់អាយ៉ាយេបពេញហ្នឹងអ្នកនរគ្នាតែសពមួយនេះគឺដេកនៅលើកំរាលឈើដែលគេដាច់នៅលើទេហ្នឹងអ្នកនរគ្នាអញ្ចឹងស្ដាប់តែខ្ញុំបរិយាយក៏ដូចជាពីទស្សនវិជ្ជាក្នុងវីដេអូក្នុងរូបភាពមួយនេះអ្នកនរគ្នានឹងដឹងថាហេតុការណ៍មួយហ្នឹងវាសាហាវខុសខើប៉ុណ្ណាដែលខ្លួនជាបងហ៊ានលើកដៃសម្រាប់អូនប្រុសខ្លួនឯងបង្កើតដែលមិនមែនសាច់ណាឆ្ងាយទេអញ្ចឹងរូបភាពទី1ខ្ញុំឲ្យអ្នកគ្នាដឹងឬក៏មើលឃើញតែប៉ុណ្្នឹងមកហើយឥឡូវខ្ញុំនាំអារម្មណ៍បងប្អូនទៅមើលរូបភាពទី2នៃរឿងក្តីរបស់យើងទាំងអស់គ្នារូបភាពមួយនេះគឺជារូបភាពដែលបញ្ជាក់ពីបងស្រីដែលអាយុមិនក្រោម5ឆ្នាំទេអ្នកគ្នាគឺសោះសាច់ដូចគ្នានៅក្នុងរូបភាពទី1និងទី2នេះខ្ញុំនិយាយថាគឺសាហាវខុសខើរលេដាក់គ្មានដូចគ្នាអ្នកគ្នាក្មេងស្រីអាយុមិនក្រោម5ឆ្នាំមួយនេះគឺត្រូវបងប្រុសខ្លួនឯងបង្កើតកាប់ដាច់ដៃដាច់ជើងដាច់ក្បាលអ្នកគ្នាគឺដាច់ដូចគ្នាសូម្បីតែឈាមឯហ្នឹងគឺហូរក៏ខ្លាប់គឺសាកសពនៅលើហ្នឹងតែម្ដងបើសិនជាដៃជើងឯអ្នកគ្នាអាចមើលទៅលើសាកសពហ្នឹងបានគឺឃើញដៃមួយគូគឺដាច់នៅលើទីហ្នឹងបាត់ហើយអ្នកគ្នាហើយបើយើងនិយាយទៅលើជើងនៅលើក្បាលលើអីហ្នឹងគឺដាច់សោះសាច់តែម្ដងរូបភាពទី2និងទី1ហ្នឹងគឺដូចគ្នានឹងគ្នាមែនតើអ្នកគ្នាគឺបងមិនដឹងថាចិត្តសាំងពីអ្វីទេមិនចង់បោះយាយច្រើនទេសាកសពមួយនេះគឺបានស្លាប់នៅចិត្តនឹងកែងទ្វារអ្នកគ្នាយើងអាចមើលឃើញយើងអាចចំណាំមកថានេះគឺជាកែងទ្វារអ្នកគ្នាឥឡូវខ្ញុំនាំអ្នកគ្នាមកកាន់រូបភាពទី3ដែលគឺជាឃាតករដែលជាបងប្រុសសាច់ឈាមស្រស់ដែលកាត់សាច់មិនដាច់កាត់ឈាមមិនទឹកឯគេមកអ្នកគ្នាដែលគេតែងតែនេះយកមកនិយាយថាជាបងប្អូនអីហ្នឹងឥឡូវអ្នកគ្នាមើលបងប្រុសដែលជាបងប្រុសខ្លួនឯងបង្កើតអត់មានទៅឆ្ងាយណាទេអ្នកគ្នាគេលើកដៃសម្រាប់អូនខ្លួនឯងដល់ទៅ2នាក់ដោយមិនខ្លាចរអាអ្នកគ្នាខ្ញុំសូមរំលឹកបន្ថែមទៀតអ្នកគ្នាមុននឹងសម្រាប់បងប្អូនប្រុសស្រី2នាក់ហ្នឹងគឺគាត់បានសម្រាប់ឆ្កែរបស់គាត់ដែលឆ្កែគាត់ស្រឡាញ់ខ្លាំងមែនតើគាត់បានសម្រាប់ហើយនឹងធ្វើមិនអ្នកគ្នាយកទៅកប់ហើយបានជីកភ្នោ2ដើម្បីត្រៀមសម្រាប់អូនខ្លួនឯងហើយយកអូនប្រុសអូនស្រីនេះយកទៅកប់ដូចនឹងឆ្កែនឹងដែរអ្នកគ្នាអាចគិតបានថាបងប្រុសម្នាក់នេះចិត្តសាំងពីអ្វីទេអញ្ចឹងអ្នកគ្នាចង់ដឹងថារឿងក្តីមួយនេះវាសាហាវខុសខើរោគលេខមានតែដូចដែលខ្ញុំអានខាងលើមែនទេឥឡូវយើងចូលទៅកាន់សាច់រឿងរបស់រឿងក្តីរបស់យើងទាំងអស់គ្នានៅកណ្ដាលព្រៃអាម៉ាហ្សូណាដ៏ធំសម្បើមនៅភូមិទី1ដែលមានឈ្មោះថា Castahal នៅជិតទីក្រុងប៉ារីស៊ីហាល់ប្រទេសប្រេស៊ីលភូមិដែលស្ងប់ស្ងាត់នោះតែងតែពោពេញទៅដោយសំឡេងសត្វព្រៃនិងទន្លេធំៗដែលហូរកាត់ភូមិទូចនោះតែនៅថ្ងៃទី9 ខែតុលាឆ្នាំ2025ភូមិនោះត្រូវបានគេរំលឹកជាថ្ងៃដែលខុសខើនិងតកព្រួយដល់ជ្រៅជ្រៅបំដែលគ្មាននរណាចង់ចាំពីថ្ងៃមួយនោះឡើយនៅក្នុងផ្ទះឈើមួយក្បែរភូមិជនជាតិដើមដែលមានឈ្មោះថាសាតេរីម៉ាវីកូម៉ារ៉ាកូម៉ារី2នាក់ដែលក្មេងស្រីអាយុ2ឆ្នាំនិងក្មេងប្រុសអាយុ5ឆ្នាំត្រូវបានសម្លាប់យ៉ាងសាហាវដែលព្រឹត្តិការណ៍មួយនេះមិនមែនជាអ្នកណាចម្លែកអ្នកធ្វើទេប៉ុន្តែគឺជាបងប្រុសបង្កើតរបស់ពួកគេផ្ទាល់តែម្ដងយុវជនមួយនោះមានអាយុតែ17ឆ្នាំតែប៉ុណ្ណោះបន្ទាប់ពីធ្វើអំពើឃាតកម្មដ៏សាហាវខុសខើមួយនេះហើយគាត់បានព្យាយាមលាក់ស័ក្តិសមនៅក្នុងចំការក្រោយផ្ទះរបស់គាត់ប៉ុន្តែអ្នកគ្នាដឹងអត់គឺឆ្កែមួយក្បាលដែលគាត់ស្រឡាញ់ខ្លាំងបំផុតក៏ត្រូវបានសម្លាប់និងកាប់នៅក្បែរនោះផងដែរប្រជាជនដែលសង្កេតឃើញអាកប្បកិរិយាសង្ស័យបានហៅក្រុមសន្តិសុខជនជាតិដើមមកពិនិត្យពួកគេបានទៅដល់កន្លែងកាត់ហេតុពួកគេបានឃើញសាកសពដល់គ្មាននរណាអាចទ្រាំនឹងឈរមើលបានទេគឺសាកសពប្អូនប្រុសនិងប្អូនស្រីរបស់ពួកគេទាំងពីរនាក់នោះឯងទៅពេលនោះយុវជននោះត្រូវបានគេចាប់ខ្លួនយុវជននោះបានសារភាពថាគាត់បានធ្វើតាមបញ្ជារបស់ពូគាត់ម្នាក់ដែលមានឈ្មោះថា Valdesi គាត់និយាយថាគាត់
គាត់បានគម្រាមប្រើកំភ្លើងខ្លីក៏ដូចជាដាវដើម្បីបញ្ជាគាត់សម្រាប់អូនប្អូនរបស់គាត់មិនដូច្នេះទេពូគាត់នឹងសម្រាប់ខ្ញុំជំនួសវិញតែម្ដាយគាត់បាននិយាយអះអាងប្រាប់ប៉ូលីសថាកូនប្រុសរបស់គាត់ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀននៅពេលដែលប្រព្រឹត្តបទល្មើសមួយនេះជារួមគឺកូនប្រុសរបស់គាត់បានជក់គ្រឿងញៀនហើយឥទ្ធិពលគ្រឿងញៀនមួយនោះបានបំផ្លាញខួរក្បាលរបស់គាត់ហើយប្រព្រឹត្តអំពើមួយនេះសាស្ត្ររបស់កុមារីកុមារាទាំងពីរនោះត្រូវបានយកទៅពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ប៉ារីវរីហាដើម្បីធ្វើកាសវិច័យប៉ូលីសបានចាប់ខ្លួនយុវជនហើយបានបញ្ជូនទៅក្នុងទីក្រុងមួយដែលមានឈ្មោះថាប៉ារីធឿនដោយសារតែកំហឹងដោយយកឆ្ងាយពីទីក្រុងរបស់ជនជាតិភាគដើមនោះបន្តិចដោយសារតែកំហឹងរបស់ប្រជាជននៅទីនោះខឹងខ្លាចមានការដោះលែងអ្វីៗទៅអាចមកធ្វើបាបប្អូនប្រុសប្អូនស្រីដោយតែពីរនាក់ដែលបានសម្លាប់នោះដែរសមាគមជនជាតិដើមដែលមានឈ្មោះថាសាតេរីម៉ាវីមួយនេះមានការសោកស្ដាយនិងភ័យស្លន់ស្លោជាខ្លាំងមេដឹកនាំសហគមន៍បានអំពាវនាវឲ្យស្វែងរកយុត្តិធម៌សម្រាប់ក្មេងទាំងពីរនាក់នេះនិងស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនអំពីកុមារពីរនាក់នេះដើម្បីទទួលបាននៅយុត្តិធម៌មកកាន់កុមារទាំងពីរនោះមកវិញសូមចុច follow ដើម្បីស្ដាប់រឿងបែបនេះបន្តពីខ្ញុំដូច្នេះខ្ញុំឡាស្វ័យមានតែប៉ុណ្្នឹងហើយអ្នកនរគ្នាបើអ្នកនរគ្នាមានបន្តិចច្បល់អាច comment នៅខាងក្រោមវីដេអូនេះបានដូច្នេះសូមជម្រាបលាបាយបាយ